សូមស្វាគមន៍មកកាន់កោសិង្ហថ្ងៃនេះកោសិង្ហនឹងនាំយកនិមិត្តសញ្ញាជាបន្តនៅក្នុងគណិតវិទ្យាចែកជូនដល់អ្នកទាំងអស់គ្នាក្នុងការសិក្សាផងដែរអូខេអញ្ចឹងនិមិត្តសញ្ញាជាបន្តដែលយើងសិក្សានៅថ្ងៃនេះគឺសញ្ញាចែកអូខេអញ្ចឹងចង់ដឹងថាសញ្ញាចែកនៅក្នុងភាសាចិនយើងអានបែបម៉េចមកចាប់ផ្ដើមជាមួយនឹងខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងសញ្ញាចែកនៅក្នុងភាសាចិនយើងអានថាឈូអូខេអញ្ចឹងឈូមានន័យថាចែកអូខេមកចាប់ផ្ដើមប្រកបពេញអ៊ីងជាមួយនឹងខ្ញុំទាំងអស់គ្នាឈឺអ៊ូឈូសំឡេងទី2ណាអ្នកនរគ្នាប្អូសឡើងលើបន្តិចមកនឹងចូលសំឡេងទី2ហើយបាទអូខេអញ្ចឹងឈូមានន័យថាចែកអូខេឬក៏សញ្ញាចែកតឹងយូស្មើសញ្ញាស្មើណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងលើកជាឧទាហរណ៍ដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការចងចាំនិងយល់បានលឿនយើងក៏មានជាឧទាហរណ៍ជូនដល់អ្នកទាំងអស់គ្នាផងដែរដែលឧទាហរណ៍របស់យើងនៅថ្ងៃនេះគឺ4ចែក2ស្មើ2អូខេអញ្ចឹងនៅក្នុងភាសាចិនយើងអានថា4除2等于2 4除2等于2អូខេអញ្ចឹងមកចាប់ផ្ដើមប្រកប拼音ជាមួយនឹងខ្ញុំទាំងអស់គ្នា4ឈឺអ៊ូឈូឈូតឹងតឹងយ4除2等于2 4除2等于2អូខេអញ្ចឹង4លេខ4ឈូចែកលេខ2等于ស្មើលេខ2អូខេ4除2等于2 4除2等于2បាទអញ្ចឹងមានន័យថា4ចែក2ស្មើ2អូខេអញ្ចឹងមេរៀនរបស់យើងនៅថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយសន្យាជួបគ្នានៅវីដេអូមេរៀនថ្មីៗល្អៗជាបន្តទៀតផងដែរបាយបាយ